កីឡាកងយុទ្ធពលខេមរៈភូមិន្ទបដិញ្ញាពង្រឹងការអភិវឌ្ឍដើម្បីរក្សាកិត្យានុភាពខ្លួនក្រោយយកឈ្នះមេដាយភ្លុកទឹកភ្លុកដីនៅក្នុងឆ្នាំ2025វិល័យទីសមាជិកពលវិស័យកីឡាកងយុទ្ធពលសម្រាប់ភូមិន្ទសម្រាប់ឆ្នាំ2025ក្នុងទៅនឹងបញ្ហាប្រឈមរបស់ការនៃការវត្តក្រុមជំនាញដាក់ចេញនៅគោលដៅការងារសម្រាប់ឆ្នាំ2026ឲ្យបានគ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាពកីឡាកងយុទ្ធពលខេមរៈភូមិន្ទបានសម្រេចសមិទ្ធផលដ៏ត្រចះត្រចង់នៅក្នុងការប្រកួតថ្នាក់ជាតិនិងអន្តរជាតិទាំងក្របខ័ណ្ឌកីឡាកងទ័ពនិងក្រុមជម្រើសជាតិនានាដោយដណ្ដើមបានមេដាយសរុបចំនួន383គ្រឿងមាស128គ្រឿងប្រាក់125គ្រឿងនិងសំរឹទ្ធ100គ្រឿងព្រមទាំងខ្សែក្រវ៉ាត់ចំនួន37គ្រឿងនិងពានចំនួន20ពានក្នុងឆ្នាំ2025ពលគឺមានការកើនឡើងគួរឲ្យកត់សម្គាល់បើធៀបនឹងឆ្នាំ2024ផ្អែកលើសមិទ្ធផលដ៏ប្រសើរនេះបានធ្វើឲ្យថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាកងយុទ្ធពលខេមរៈភូមិន្ទមានមោទនភាពនិងរីករាយចំពោះការខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលនិងអង្គភាពពាក់ព័ន្ធជាពិសេសគ្រូបង្វឹកនិងកីឡាករកីឡាការិនីទាំងអស់ដែលបានខិតខំធ្វើការហ្វឹកហាត់រហូតសម្រេចបានមេដាយខ្សែក្រវ៉ាត់និងពានជាច្រើនជូនក្រសួងការពារជាតិពិសេសជូនជាតិមាតុភូមិហើយបានដាក់ទិសដៅបន្តការអភិវឌ្ឍកាន់តែខ្លាំងដើម្បីរក្សានៅកិត្យានុភាពរបស់ខ្លួននាឆ្នាំបន្តទៀតថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ2025និងលើកទិសដៅឆ្នាំ2026របស់ក្រុមប្រឹក្សាកីឡាកងយុទ្ធពលខេមរៈភូមិន្ទឯកឧត្តមនាយឧត្តមសេនីយ៍ខឹមប៊ុនសុងរដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមប្រឹក្សាកីឡាកងយុទ្ធពលខេមរៈភូមិន្ទបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលទទួលបាននៅក្នុងឆ្នាំ2025នេះដែលជាក់ស្ដែងបានស្ដែងឲ្យឃើញពីភាពខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធនៃកីឡាកងយុទ្ធពលខេមរៈភូមិន្ទស្របតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិឯកឧត្តមសេនីយ៍តូខឺឆាយអគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយុទ្ធពលខេមរៈភូមិន្ទជានាយកមជ្ឈមណ្ឌលកីឡាកងយុទ្ធពលខេមរៈភូមិន្ទបានបញ្ជាក់ថាក្រោយទទួលបានសមិទ្ធផលជាច្រើននាឆ្នាំ2025នេះកីឡាកងយុទ្ធពលខេមរៈភូមិន្ទនឹងមានបេសកកម្មជាច្រើនទៀតដែលត្រៀមចូលរួមទាំងក្របខ័ណ្ឌកីឡាកងទ័ពនិងក្របខ័ណ្ឌជម្រើសជាតិជាមួយនឹងសហព័ន្ធកីឡាជាតិនានាដូច្នេះជាទិសដៅក្រុមប្រឹក្សាកីឡាកងយុទ្ធពលខេមរៈភូមិន្ទនឹងបន្តពង្រឹងធ្វើការហ្វឹកហាត់ដល់កីឡាករកីឡាការិនីដើម្បីធានាបាននូវការបង្កើនសមត្ថភាពបច្ចេកទេសនិងគុណផលកម្រិតខ្ពស់ត្រៀមឆ្ពោះទៅចូលរួមការប្រកួតទាំងអស់ហើយនាំឲ្យមកនៅកិត្តិយសជូនអង្គភាពនិងជូនជាតិបន្ថែមទៀតបន្ថែមលើសពីនេះក្រុមប្រឹក្សាកីឡាកងយុទ្ធពលខេមរៈភូមិន្ទក៏ត្រៀមបន្តកិច្ចសហការល្អជាមួយនឹងក្រសួងអប់រំយុវជននិងកីឡាគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជានិងគ្រប់សហព័ន្ធកីឡាជាតិក៏ដូចជាស្ថាប័នអន្តរជាតិដើម្បីស្វែងរកជំនួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេសសម្ភារៈនិងធនធានសម្រាប់គាំទ្រដល់ការអភិវឌ្ឍកីឡាទាំងហេដ្ឋារចនាសម្ព័ន្ធនិងធនធានមនុស្សដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិឲ្យកាន់តែមានការរីកចម្រើនលើពីនេះក្រុមប្រឹក្សាកីឡាកងយុទ្ធពលខេមរៈភូមិន្ទក៏មានផ្នែកបណ្ដុះបណ្ដាលថ្នាលបន្តវេនតាមប្រភេទកីឡានីមួយៗត្រៀមឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ីឆ្នាំ2031នៅកម្ពុជាផងដែរយ៉ាងណាមិញនៅក្នុងចំណោមសមិទ្ធផលប្រចាំឆ្នាំ2025ដែលក្រុមប្រឹក្សាកីឡាកងយុទ្ធពលខេមរៈភូមិន្ទទទួលបានសម្រាប់ការប្រកួតនៅក្នុងស្រុកទទួលបានមេដាយសរុបចំនួន297គ្រឿងមាស130ប្រាក់90និងសំរឹទ្ធ77ព្រមទាំងខ្សែក្រវ៉ាត់ចំនួន30និងពានចំនួន18រីឯសមិទ្ធផលពីការប្រកួតនៅក្រៅស្រុករួមមានមេដាយសរុបចំនួន86គ្រឿងមាស28ប្រាក់35និងសំរឹទ្ធ23អមជាមួយនឹងខ្សែក្រវ៉ាត់ចំនួន7និងពានចំនួន2